miền cầu miền ấy chứ ta dương chỉ bụng mà đái cua ta cầm nọ cầm ai quạt passport ta lơ tủ sạp món rồi môi có lại cái bạn mình miền class sang là tha quạt luôn tập lột ấy có tay ấy cứ lời xa tại việc bệnh môi trường nơi này kê bully nơi con ngông một quan cho social media nè cả sau pha câu mà can one talk podcast episode ទី4ចាអញ្ចឹងយើងមកជួបគ្នាសាជាថ្មីជាមួយនឹង co-host របស់ខ្ញុំដដែល Steven បាទសួស្តីអ្នកទាំងនេះខ្ញុំ Steven ថៃថងអូខេអញ្ចឹងថ្ងៃនេះគឺយើងលក្ខណៈយើងនិយាយបែប general វាមិនសូវជាបែបរៀងស៊ីជម្រៅខ្លាំងទេបែបសប្បាយអូខេអញ្ចឹងយើងនិយាយតែរឿងតិចពីដើមមកឥឡូវយើងតិចតទៀតបាទតិចបែបនេះលក្ខណៈវាមិននឹងដូចខ្ញុំនិយាយអញ្ចឹងវាមិនជាលក្ខណៈបែបចំណេះដឹងអីខ្លាំងពេកទេចាយើង general សប្បាយចូលនេះណាចង់សួរចាកាលពីក្មេងធ្លាប់លួចទូរស័ព្ទប៉ាម៉ាក់ដើម្បីមកឆែកមើលមានអីឬក៏យកមកធ្វើអីខ្លះអត់បើយើងនិយាយពីកាលពីក្មេងបើការលួចទូរស័ព្ទម៉ាក់ប៉ាវាតែងតែមានណាយើងយកមកលេងហ្គេមហ្នឹងហើយអត់មានយកមើលអីផ្សេងទេអត់មើលអីផ្សេងទេតែគ្រាន់តែយើងយកមកទូរស័ព្ទហ្នឹងគឺវាអត់មានហ្គេមទេតែយើងចូលទៅ website ទៅ download game download អីទៅពេលខ្លះទៅលួចលេងហើយកាំងទូរស័ព្ទគាត់ទៀតគាត់ជេរបាយកាលហ្នឹងដូចជាអត់ទេតែគ្រាន់តែធ្លាប់លួចរបស់គាត់ហើយយកមក download ហើយវាកាំងនៅពេលដែលយើងកាំងវា stuck មែនតើយើងអត់ដឹងថាយើងត្រូវធ្វើអីពេលខ្លះទៅលួចដោះថ្មប្រឡូតចោលហ្មងហើយយើងបើកមកវិញហ្នឹងហើយតែវាអត់ធ្វើឲ្យប៉ះពាល់ទូរស័ព្ទអីទេតែគ្រាន់តែពេលហ្នឹងកាំងយើងអត់ដឹងថាត្រូវធ្វើអីវាកាំងយើងដោះថ្មចេញហ្មងហើយចាឥឡូវយើងសួរពីក្មេងឥឡូវបច្ចុប្បន្នឥឡូវខ្ញុំសួរចេះខ្ញុំមុនចូលបច្ចុប្បន្នខ្ញុំចូលទៅមុខតិចណាហ្នឹងហើយចូលទៅមុខនេះទៅខ້ອຍតិចទៀតបាទថតមានសង្សារពីមុនអត់ធ្លាប់ឥឡូវមុនសង្សារចាស់ហើយឡើយហ្នឹងហើយធ្លាប់ឆែកទូរស័ព្ទគាត់ឬគាត់ថតបាត់ចង់និយាយថាគាត់ថតឆែកទូរស័ព្ទយើងអត់បើយើងនិយាយពីអតីតកាលយើងនិយាយបន្តិចចាស់ពីមុនយើងក៏ធ្លាប់ឆែកគាត់ក៏ធ្លាប់ឆែកមកយើងវិញដែរហេតុអីបានត្រូវឆែកយើងចង់និយាយថាការពីវ័យមួយដែលយើងនៅកំពុងរៀនហ្នឹងយើងអត់តន់មានការគិតច្បាស់លាស់យើងឆែកខាគេខ្លាំងពេកសង្ស័យគេពេកឡើង level យើងទៅឆែករបស់គេអញ្ចឹងណាហ្នឹងហើយកាលណាតែធម្មតាយើងមានដៃគូតែតែមានចិត្តមួយតែចង់ឆែកគេធ្វើអីគេខ្លះគេឆាតមួយណាគេខ្លះអីចឹងទៅស្មានគាត់ថាការធ្វើអញ្ចឹងទៅវាអាចប៉ះពាល់ដល់ទំនាក់ទំនងចង់និយាយថាទំនាក់ទំនងពីអ្នកដែលសង្សារនេះប៉ះពាល់អីអត់ឬមួយក៏យើងគួរតែរក្សានៅ privacy បាទចង់និយាយថាវាគាត់ក៏មានមិត្តភ័ក្តិរបស់គាត់អញ្ចឹងបើសិនក្នុងករណីយើងទៅឆែកទូរស័ព្ទគាត់តើវាអាចវាជាទង្វើមួយដែលថាអត់មានផ្ដល់ទំនុកចិត្តឲ្យគាត់ណាលក្ខណៈបែបចឹងហ៎ហ្នឹងហើយពីមុនខ្ញុំអាទង្វើហ្នឹងយើងធ្លាប់ធ្វើដល់ពេលបច្ចុប្បន្ននេះយើងត្រឡប់ទៅគិតពីក្រោយទៅវិញណាគឺទង្វើហ្នឹងគឺអត់សមរម្យជាមនុស្សមួយកាលណាតែយើងមានន័យថាយើងដើរផ្លូវជាមួយគ្នាហើយយើងគួរតែមានទំនុកចិត្តទៅវិញទៅមកចាទាំងយើងអត់មានអារម្មណ៍មួយចង់ទៅឆែករបស់គេហើយក៏អត់ចង់ឲ្យគេមកឆែករបស់យើងវិញដែរមានន័យថាយើងទុកសិទ្ធឲ្យគេក៏ត្រូវទុកសិទ្ធឲ្យយើងមានទំនុកចិត្តទៅវិញទៅមកទៅតែអាតំណែងរបស់យើងហ្នឹងវាទៅមុខយ៉ាងរលូនករណីយើងឧទាហរណ៍ជាក់ស្ដែងខ្ញុំឃើញបច្ចុប្បន្ននេះដៃគូមួយចំនួនគាត់លំអៀងពេកគាត់ដាក់កំហិតពេកមានន័យថាតាមដានជ្រុលប្រច័នជ្រុលឆែកជ្រុលពេកទៅដល់ពេលដែលមានបញ្ហាមួយគឺគាត់បែកប្រេះសារគ្នាមកមានន័យថាអត់ទុកចិត្តគ្នាទៅវិញទៅមកខ្វះទំនុកចិត្តណាខ្វះទំនុកចិត្តហើយពេលខ្លះវាមិនមែនខ្វះទំនុកចិត្តទេគឺមនុស្សគាត់គឺអញ្ចឹងហ្មងអញ្ចឹងគឺអត់ល្អទេសម្រាប់ខ្ញុំអូខេចាឥឡូវបច្ចុប្បន្ននេះឥឡូវយើងមិនមានគ្រូសាទេតែធ្លាប់ដែលចង់និយាយថាបើកចំហនៅក្នុងការនិយាយរឿងហ្នឹងអត់ចែកជឿអត់មានមនុស្សប្រុសណាដែលអត់ដឹង password ដៃគូបើនេះគាត់មិនដឹងទូរស័ព្ទ password ខ្ញុំបានផងអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងក្នុងជីវិតខ្ញុំសប្តាហ៍ថ្ងៃនេះទូខ្ញុំមានគ្រួសារក៏ដោយបើសួរខ្ញុំឲ្យដឹង password Facebook គាត់ក៏ខ្ញុំអត់ដែរដឹងដែរ password ធនាគារ password អីក៏ខ្ញុំអត់ដែរដឹងដែរហើយក៏ខ្ញុំអត់ចង់ដឹងដែរព្រោះដោយសារខ្ញុំរក្សា privacy សម្រាប់គាត់ក៏ដូចគ្នាដែរគាត់ក៏អត់ដឹង password ខ្ញុំក៏អត់ដឹង password ធនាគារខ្ញុំដូចគ្នាមានន័យថាយើងទុកចិត្តគ្នាយើងជាធម្មតាមនុស្សម្នាក់តែតែមាន privacy ផ្ទាល់ខ្លួនទោះយើងមានគ្រួសារក៏ដោយប៉ុន្តែបើកុងរួមអាកុងរួមហ្នឹងណាយើងត្រូវតែមានឯព្រោះអាហ្នឹងកាតព្វកិច្ចតែគ្រាន់តែខ្ញុំចង់ឲ្យមានន័យថាដៃគូគួរតែយើងផ្ដល់ឱកាសឬមួយក៏មានផ្ដល់ទំនុកចិត្តគ្នាទៅវិញទៅមកទើបយើងអត់មានបញ្ហាទៅថ្ងៃមុខហ្នឹងហើយយើងទុកពេលវេលាឲ្យគាត់ក៏
tục về lìa dương đôi khi đó cho mình là dương thở để xa tụi mẹ tụm nấu nó mới tên trong suy chứ đã hưởng chân mình đã vô một bao vậy là từ hai những cùi tổ một kia là mấy những mọc phía xa này hưởng nâng rư môi có lại cái này hiện luôn cứ đăng hạt thở phơn chân mà đôi chỉ ở ban và phía xa ấy nên thế tăng dương chập đai cù máu cứ dương đằng mà nhóm có tiêm tía có tiêm tía nhóm đôi khi nè ở đây ban gì tôi một cái này thế chắc là lỡ dương vậy vì tại tôi một đầy cu tại tôi cho mùi những khổ xa cho bữa sân nơi ngày nào cột mình miên bọt miên cầu miên ấy chứ ta dương chỉ bụng mà đái cua ta cầm nặng cầm ai quạt passport ta lơ tủ sạp món rồi môi có lại cái bạn mình ok cho nói nắng vì chỉ cột sẹp nhóm có vận tải phải bón đi nhỏ toàn miền bọt tết tay còn là nhóm nâng cầm rồng bên này tham sẹp mấy dương thời miền bê bề muối sẹp ai quạt phở phè chẳng nơi ta mà dục ca na mùi miền này tha bà sinh chỉ quạt đo dục mùi để quạt thật ca phở phè dương ai cầm nọt bê bề nâng cầm nọt ca mà thi na mùi chùm nún ai quạt phở phè mình mẹ nó ai quạt phở sao mọi người chỉ thom mà đá ca vì vót mò mà nữ vì tay là miền technology năng mò chùm nún vậy chẳng ca na quạt nơi comment page có ai quạt phở phè ban này vì tim mũi vì passport ở đó ca kịch bỏ quạt tí này bỏ quạt anh năng cứ sống khăn mình tén bộ ở lỡ cana tại dương mơ tu sạp đây chuẩn biết có bị bạc bỏ đó số phim này bỏ mình này chẳng nơi bây giờ đó quạt vây môi quạt trâu riêng quạt thời ca technology năng mà chùm núi ở năng cứ dương ao quạt ra tại quạt là thật nó không ca cục rồng bỏ trường này cho nên hàng quạt ao tu sạp quạt miền lỡ thọ đo với môi để quạt anh pra tu sạp bán và nãy dương thời miền cam thi môi đầm mới control tu sạp có tiền mình trời bằng và nãy là nó biết ai nâng passport đo cho người theo vi hiện ở tại sao cho người ta vì ở group rồi có miền privacy trong cuộc mình chẳng thế này chỉ thom mà đá dương dục muối để dương nơi còng thật nơi không ca cục rồng bỏ dương anh năng chi cứ chỉ cả ta mua để chân chăm bài thời cục rồng có thể cana đó vây muối anh thà đọc bồng bấy rồi mới có đọc bồng bấy năm lang lớn anh cứ chia sẻ phía bỏ quát cứ quát anh phải bà đọc 7 năm làแต่nơi khóm đọc bồng bấy năm dương cua ta miền ca cục rồng còn tịch bộ mình với nơi không vây năng quạt hiện ai hiện chim riếu quạt ai năng xa là bon ở vậy để thấm ấy nơi pe để dương miền ca cục rồng cứ hụt về cho seven tại tôn chùm mùi năng ca cục rồng ta dương cua dương chập bụng đái nhé cua ta cục rồng ta lơ cam thi na khác có browser rồi môi có app ấy môi chùm núi dương cua cục rồng lợi này tí mũi nơi không tu sạp đai rồi một có tablet brand môi chùm núi cứ còn miền cam thi màu sạp dòng ưu tố ho cam thi free cứ Google Family để dương ai control mình bán dương ai cầm nọt cam thi mà chọn nón bán hay website mà chọn nón bán đôi khi có vận tải vì ở từ lùm từ lấy đôi cam thi mua chọn nón để cái lụ nơi trong Play Store mua có App Store để vì mình smart tập hiện của vì ai chụp rong từ lơ cầm nọt cam thi nam môi để còn ai phải phải bán website nam môi để vì bẻ pon chụp môi nâng rừng ai hạp hia rừng mua có tẹt tàu môi rừng nhìn ai xem có dương ai block bán đôi khi hay chia sẻ cam thi nó cứ ai block từ lơ keyword mình này tha ưu tố tẹt tàu keyword từ lơ đọc bằng bảy bộ muối cứ ở tại tẹt tàu mới đọc bằng bảy bộ cứ còn ở ai phải phải bán hay rừng mua có search bán thì hay đôi tẹt tàu môi nâng nắm có đôi khi này vai đặc biệt nắm cứ search ở bán mỏ cho vì mình nhưng filter out chào năng này hay vì mình ai miền smart tập hiệp tam đan chi vậy em bỏ cọt tiệt thạc cọt nơi tí na cọt nơi bọn nào được nè tại còn cảm thấy năng nhiên từ ca tình hay vì mình tràn mình tên là cái nông ca cục rong từ lơ cồn bỏ giờ vì mình tràn được biết tràn bài bọt này ca cục rong này ok cho lợi dụng trong số chơi bình chất nó không xả lạ ta biết chỉ cùng đặt lo mũi ở đây tha ao cồn cứ cùng do tụ sập từ xả lạ rồi mũi có xả lạ cứ quạt mình cua ta ớt cua miên ao cồn sắp tụ sập đây thì mẹ nhóm tẹt tông chùm mùi nâng sắc vì đôi đầy nhóm ban phép cả việc hàng đàm chẳng dương ai mình này tham sắc tại con ai phở phép bán mình này thà tổ quạt riêng bạc thom lang ấy tại con ai nâng phở bàn tại cảm thi sắc xa tam sở lá anh ấy ta cũng nhận nhóm á cô ta miên cảm thi sắc xa tẹt tông chùm mùi nâng chạy chia nắng còn tại có thể tầm miến bỏ môi xem mẹ con sa quạt phở phè dương anh là nhà ai con sa do cho thập bàn cùng do cho anh nãy dương miền đi bài bà cô ta miền lẹp muối nắng tam ở bò bị sao miền sả mà chuyển nón quạt miền này quạt miền lẹp quạt miền computer miền tablet ấy xem mẹ con sa quạt ai từ research
ទៅរៀននៅក្នុងម៉ោងឬមកក៏កម្មវិធីណាមួយដែលរបស់សាលាគាត់បង្កើតឡើងហ្នឹង នឹងប៉ិតបើសិនជាយើងនិយាយណានៅខ្មែរយើងគឺបច្ចុប្បន្នគឺមានហើយដែលនិយាយមុនហ្នឹងអញ្ចឹងមាន device មានអីកម្មវិធីសិក្សាឥឡូវតើការបញ្ចូលទៅលើកម្មវិធីសិក្សា AI បាទវានៅស្រុកខ្មែរអត់ទាន់មានទេត្រូវ AI ឬមួយកម្មវិធីក្នុងសាលាបើតាមខ្ញុំដឹងតាក់ទងជាមួយនឹងកម្រិតហ្នឹងតរៀងសាកលវិទ្យាល័យឬមួយក៏វិទ្យាល័យក៏ខ្ញុំអត់ទាន់ឃើញមានដែរតែគ្រាន់តែហ្នឹងឯងបើតាមគ្រឹះស្ថានឯកជនផ្សេងៗគឺខ្ញុំឃើញគេញាត់ម្ដងតិចតែគ្រាន់តែខ្ញុំអត់ច្បាស់ថាវាគេញាត់ 100% អត់ទេអញ្ចឹងមែនទេតាក់ទងជាមួយ AI យើងនិយាយ AI វាមាន robotic វាមានអីបើដូចជាអ្នកខ្ញុំតំដាក់កូនខ្ញុំចូលមួយដែរគាត់ទៀមទារៀន robotic មានថាការក្នុងហ្នឹងគឺលក្ខណៈគេដំបូងឡើយគេឲ្យយើងសាងសង់ឡានកូនអីចឹងណាតែមកគេញាត់ឲ្យរៀនកុំព្យូទ័រតិច4ឆ្នាំឯង4ឆ្នាំគឺមានតែលក្ខណៈវាជា course ខ្លីវាដូចថាចង់និយាយថា part time ណាជាម៉ោងមួយអាទិត្យរៀនតែមួយថ្ងៃទេហ្នឹងហើយចង់និយាយថាក្រៅពីយើងរៀននៅសាលាគឺអានោះវាមានក្រៅអញ្ចឹងនៅនោះវាមាន program វាមានការសរសេរកូដសរសេរអីធ្វើបជាធ្វើ robotic ធ្វើអីហ្មងអានោះវាមានក្រៅតែបើសិនជានៅក្នុងសាលាហ្មងគឺបច្ចុប្បន្នគឺអត់ទាន់មានទេថែអត់ទាន់មានទេមានជឿទៅមាន part time បាទពីច្រើនដូចខ្ញុំប្រាប់គ្រឹះស្ថានឯកជននៅខាងក្រៅទេបើថាម៉ោងរដ្ឋឬមកក៏សាលាឯកជនមួយចំនួនធំអត់ទាន់មានទេហ្នឹងហើយបើស្រុកខ្មែរយើងអត់ទាន់ឃើញមានទេប៉ុន្តែបើសារនៅចិនគឺបច្ចុប្បន្នគឺគេបានដាក់បញ្ចូលតាំងពីមត្តេយ្យឬក៏ថ្នាក់ទីប្រហែលណានេះខ្ញុំធ្លាប់បានមើលព័ត៌មានមួយណាចាអញ្ចឹងគេដាក់បញ្ចូលឲ្យក្មេងៗគឺចាប់ដើមរៀន AI ហ្មងប៉ុន្តែការរៀនហ្នឹងគឺមានបាននៅក្នុងថ្នាក់ឯងក្នុងថ្នាក់គេវារៀនអីចឹងណាតែដល់ពេលម៉ោងប្រឡងគឺគេបិទចោលគេ ban ចោលហ្មងគេដាក់ចូលក្នុងកម្មវិធីសិក្សានៅចិនតែនៅខ្មែរយើងនៅបច្ចុប្បន្នគឺមានតែថ្នាក់ក្រៅអត់បានចូលកម្មវិធីសិក្សាលក្ខណៈអប់រំលក្ខណៈជាកម្មវិធីសិក្សាពេញមកគឺថ្នាក់រដ្ឋអីអត់ទាន់មានទេបើថ្នាក់សាលាឯកជនក៏ខ្ញុំមិនទាន់ជាច្បាស់ដែរប្រហែលជាអាចនឹងមានមើលទៅបើតាមខ្ញុំគិតថាវាមិនមែនជា model មួយរបស់ AI ទេបើតាមខ្ញុំគិតថាវាជា chatbot ដែលគេកំណត់ឲ្យស្រាប់នៅក្នុងហ្នឹង chatbot យ៉ាមានន័យថា chatbot ហ្នឹងគឺកំណត់ពាក្យ keyword ណាមួយដែលតាក់ទងជាមួយនៅក្នុងសាលាហ្នឹងប្រហែលជាតែហ្នឹងតាមការគិតរបស់ខ្ញុំណាចាព្រោះកាលណាដែលយើងប្រើ model មួយដើម្បីឲ្យគាត់ប្រើគឺវាទូលំទូលាយធំណានឹងវាអាចហួសកម្រិតនៃការគ្រប់គ្រងរបស់សាលាដែរអញ្ចឹងខ្ញុំគិតថាអាចជា chatbot ដែលជាប្រភេទ AI ដែលយើងវាយ keyword អីមួយវានឹងឆ្លើយតបមកវិញតែតាក់ទងជាមួយនឹងសាលាហ្នឹងតាមការគិតមកអានេះវាជាកំណត់ល្អមួយដែលក្មេងៗបច្ចុប្បន្នគឺគួរតែរៀនបាទដើម្បីវាជាជំនួយវាមិនចង់និយាយថាវាអាចពេលខ្លះពួកអ្នកខ្លះរៀង sensitive ជាមួយនឹងការប្រើប្រាស់ AI នៅក្នុងថ្នាក់រៀនឬក៏និយាយទៅក្នុងប្រចាំថ្ងៃក៏វារៀង sensitive ដែរអ្នកខ្លះគឺថាមាន AI ហើយយូរទៅមនុស្សក្មេងអីគឺលែងចេះហ្មងវាធ្វើឲ្យខួរក្បាលយើងស្ពឹកអីចឹងណាហ្នឹងហើយប៉ុន្តែហ្នឹងគឺមានការវែកញែកច្រើនណាយើងវែកញែកអត់អស់ទេមួយថ្ងៃក៏វែកញែកអត់អស់ដែរតែស្ទើរមិនគិតថាមិនថាវាជាគំនិតល្អអត់តកតងជាមួយនឹងការដាក់បញ្ចូលកម្មវិធីសិក្សា AI នៅក្នុងតាំងពីវ័យក្មេងទៅហ្មងសម្រាប់ខ្ញុំបែងវាជាពីរមានន័យថាវាក៏ល្អហើយក៏វាមានគុណវិបត្តិដែរមានន័យថាបើល្អគឺមានន័យថាគាត់ជួយAI នឹងជួយសម្រួលនៅក្នុងការសិក្សារបស់គាត់ពេលខ្លះទៅចំណុចណាមួយគាត់អាចនឹងគិតអត់ដល់ AI នឹងជួយគាត់បានក៏ប៉ុន្តែចំណុចមួយដែលវាផ្ដល់ផលអាក្រក់ដែរនៅពេលដែលសាលាឬមកក៏គណៈគ្រប់គ្រងគាត់អត់បានគ្រប់គ្រងទៅដល់តាក់ទងជាមួយនឹង AI ហ្នឹងវាធ្វើឲ្យសិស្សគាត់ប្រើប្រាស់ទៅវាហួសកម្រិតពេកក៏វាពិបាកដែរអញ្ចឹងបើសិនជាវាមានមែនគួរតែមានលក្ខខណ្ឌណាមួយកំណត់ឲ្យបានត្រឹមត្រូវមិនមែនចេះតែឲ្យគាត់ប្រើទេដូចដែលខ្ញុំបាននិយាយអញ្ចឹងបើសិនជាយើងយក model AI មួយឲ្យគាត់ប្រើហ្មងវាទូលំទូលាយធំពេកបើសិនជាយើងកំណត់ជា chatbot អីណាមួយឲ្យគាត់ស៊ាំជាមួយនឹងអាហ្នឹងឲ្យគាត់ដឹងពីរបៀបប្រើប្រាស់អូខេល្អឥឡូវយើងនិយាយពីតាក់ទងមួយការក្មេងៗរៀនណាបាទការចំនួនការដែលយើងនៅក្មេងៗគឺអត់មានទូរស័ព្ទសឹងតែអត់មានអ្នកខ្លះសឹងតែអត់មានទូរស័ព្ទប្រើជាងដល់ពេលដែលយើងជួបគ្នាអីគ្នាលក្ខណៈបែបលេងអ្នកខ្លះជួបជើងអីអញ្ចឹងណានឹងក្មេងៗណាត្រូវទេតែចំនួននេះគឺគាត់ណាគេក៏មានទូរស័ព្ទក្នុងដៃដែរអញ្ចឹងអ្វីដែលគាត់ជាការកំសាន្តរបស់គាត់រាល់ថ្ងៃនេះគឺ social media គឺជាគាត់លេង TikTok ណា Facebook អីចឹងទៅនៅក្នុងបែបហ្នឹងណា
ចឹងវាគេថា social media វាគឺជាលក្ខណៈ just like a playground វាដូចជាការកន្លែងកំសាន្តឬគាត់សប្បាយចឹងទៅគាត់ share ជីវិតប្រចាំថ្ងៃរបស់គាត់លក្ខណៈការរាំលេងកំសាន្តអីចឹងទៅបើតែចំពោះអ្នកខ្លះទៀតគឺលក្ខណៈមាន social media មួយគឺដូចជាលក្ខណៈកន្លែង bully កន្លែងនិយាយទៅវាអត់ល្អសម្រាប់គាត់ទេបាទតើវាចំណុចហ្នឹងគឺត្រូវខុសឬមួយក៏អាចមានយោបល់បែបនេះវិញត្រូវ social media សពថ្ងៃនេះវាបើយើងនិយាយទៅវាមានល្អមានអាក្រក់អញ្ចឹងបាទចំនួនយើងឃើញក្មេងៗមួយចំនួនគាត់យកអា social media ទាំងអស់ហ្នឹងទៅចែករំលែកតាក់ទងជាមួយនឹងការដែលគាត់រៀនឬមកក៏ជីវិតប្រចាំថ្ងៃរបស់ពួកគាត់អ្វីដែលសប្បាយជីវិតនៅក្នុងប្រចាំថ្ងៃរបស់គាត់ទៅដោយឡែកក្មេងៗមួយចំនួនទៀតគាត់យកអា Facebook ទាំងអស់ហ្នឹងទៅធ្វើជាកន្លែងមួយដែលបញ្ចេញអារម្មណ៍ដែលអត់ល្អទៅ bully គ្នា comment ជេរគ្នាជាដើមចឹងទៅហើយយើងដឹងស្រាប់ហើយមិនថាកូនក្មេងមិនថាមនុស្សធំទេអ្នកខ្លះបំពុលសង្គមមែនតើនៅលើប្រព័ន្ធ social media ហ្នឹងមានការរំញ៉េញ៉ៃជាដើមរូបអាក្រាតកាយក៏មាន sexy ក៏មានដែលវាធ្វើឲ្យផលប៉ះពាល់ទៅដល់ក្មេងនិងមនុស្សតែគាត់អត់សូវចូលចិត្តតាក់ទងជាមួយនឹងចំណុចហ្នឹងគឺជារឿងពិតមែនតើហ្មងតែដែល like ខ្ញុំឃើញបច្ចុប្បន្ននេះក្មេងៗគាត់យក social media មកចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍នៃការគាត់រៀនអីផ្សេងៗគាត់នឹងប្រមូលផ្ដុំគ្នាមករៀន online ជាមួយគ្នាហ្មងអាហ្នឹងខ្ញុំឃើញជាចំណុចមួយដែលល្អតែគាត់ប្រើប្រាស់បណ្ដាញសង្គមហ្នឹងគឺក្នុងផ្លូវល្អហ្នឹងហើយដូចចែកលើកឡើងហ្នឹងពីពិតប្រកបមែនតើវាត្រូវប៉ុន្តែវារាល់ថ្ងៃហ្នឹងក៏មានបញ្ហាច្រើនតាក់ទងជាមួយ social media ដូចមិនថាប្រទេសណាមិនថាខ្មែរយើងមិនថាបរទេសហ្នឹងហើយមានអ្នកខ្លះសឹងតែថាគាត់ខ្លួនទឹកលោកអីត្រឹមត្រូវក៏ដៃអីគឺដោយសារតែពាក្យពេចន៍មួយចំនួនដែលគេ bully នៅក្នុងប្រព័ន្ធ social media ណាហ្នឹងអញ្ចឹងឥឡូវទៅខ្ញុំលើក case មួយខេសហ្នឹងដូចជាក្មេងស្រីហ្នឹងជនជាតិសិង្ហបុរីម៉ាឡេនេះដែលពុកគាត់ទិញកាបូបឲ្យគាត់ណានឹងកាបូប brand មួយដោយសារនៅក្នុងចង់និយាយថានៅក្នុងជីវភាពរបស់គាត់កាបូបហ្នឹងគឺវាជា brand មួយដែលថាល្បីដែលថាគាត់អត់អាច afford បានទេតែថ្ងៃខួបកំណើតកូនថ្ងៃខួបកំណើតគាត់ហ្នឹងគឺឪពុកគាត់បានទិញឲ្យគាត់បានយកទៅចែករំលែកនៅក្នុង social media ស្រាប់តែមានអីនាំគ្នាចូលមកថាឲ្យគាត់ឡើង bully គាត់ឡើងពេញនឹងលក្ខណៈថាគាត់ឲ្យកាបូប brand ប៉ុណ្ណឹងសោះឡើងយកមកចែករំលែកអីដែរវាពេលខ្លះវាហួសហេតុវាហ្នឹងដល់ពេលគាត់ចង់និយាយថាគាត់ក៏ចេញមកវីដេអូបកស្រាយដែរថាដោយសារជីវភាពគ្រួសារគាត់គឺមិនធូរធារទេអញ្ចឹងការចំណាយប៉ុណ្ណឹងរបស់គាត់គឺគាត់ថាវាចាត់ទុកថាវាគឺជាការចំណាយដ៏ធំមួយហើយមានច្រើនមែនតើមិនថានៅនេះហើយដូចជាអ្នកខ្លះគឺ social media ក្មេងៗសម័យឥឡូវណាចាគឺគាត់ឆាតតាក់ទងគ្នាតាម social media សឹងតែថាគេអត់ដែលឃើញមុខគ្នាទេតាមដល់ពេលណាត់ជួបគ្នាទៅមានបញ្ហាអីគឺទៅលោតទឹកទៅសម្រាប់ខ្លួនគាត់ដៃអីតាមនឹងអីចឹងគាត់ខកបំណងតែគាត់ណាត់គ្នាដំបូងអីចឹងទៅហ្នឹងវ៉ៃដោយសារបញ្ហាហ្នឹងគឺមានច្រើនមែនតើជាពិសេសចិនបាទចិនគឺគាត់ភាគច្រើនដែលឃើញវីដេអូផុសថតគឺគាត់មានគេហៅគេឧបករណ៍ម្លែងសំឡេងណាគេហៅស្រាវកឹកស្រាវគឺគាត់ធ្វើជាសំឡេងស្រីដើម្បីឆាតញ៉ែផុសនៃអ្នកខ្លះសឹងថាអ្នកសឹងតែគាត់លក់ឧបករណ៍ដូចជាចង់និយាយថាសម្ភារៈនិយមរបស់គាត់ទៅឲ្យចំណាយទៅឲ្យម្នាក់នឹងទាំងអស់អត់ឃើញមុខគ្នាទៅពេលស្រាប់មានអីណាត់ជួបគ្នានៅខាងក្រៅឃើញរត់បាសក់ខំណោះបញ្ហាគឺមានច្រើនមែនតើនៅចិនសបោហ្មងបាទអានោះព័ត៌មាននៅចិនមិនហាងនៅចិននៅស្មីតែខ្មែរយើងក៏មានដែរខ្ញុំមានគាត់ថាយើងវាមិនសូវជាទូលំទូលាយបាទហ្នឹងហើយវាមិនសូវជាច្រើនដូចគេតែ social media វាមានចំណុចល្អមួយសម្រាប់មនុស្សចាស់ដែលពីមុនណាចាស់គាត់ចង់ជួបបងប្អូនគ្នានៅអ្នកខ្លះគាត់នៅអាមេរិកទៅអ្នកខ្លះគាត់នៅស្រុកផ្សេងនៅគាត់ចង់ជួបគ្នាគាត់ត្រូវឡើងមកជួបគ្នានៅចំណុចណាមួយតែបច្ចុប្បន្ននេះទូរស័ព្ទចុចមួយគ្រឿងមើលវីដេអូគ្នាបានទៀតដឹងពីរូបរាងសភាពនៅសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់បានអានឹងចំណុចល្អណាស់តែរងហ្នឹងខ្លះដែលត្រូវគេ bully នៅក្នុង social media មានតែខ្ញុំ ignore ចោលខ្ញុំអត់ចង់ទៅ level កាលណាតែយើង involve ទៅលើអាការ bully មកក្នុងហ្នឹងណា
គឺអារម្មណ៍យើងធ្វើការអត់ការទេយើងរស់នៅអត់សុបាយទេអត់ខ្វះអ្នក bully អ្នកជេរមានតែមួយចំនួនទូចហ្នឹងហើយតែគ្រាន់តែយើង ignore ចោលទៅយើងកុំខ្វល់តែចង់សួរចាឥឡូវឧទាហរណ៍យើងមានបញ្ហាតាក់ទងគេ comment ថាច្រើនតែយើងស្ទើរមានវិធីសាស្ត្រអីដែលថាកុំឲ្យវាប៉ះពាល់ផ្លូវអារម្មណ៍យើងច្រើនណាសម្រាប់ខ្ញុំឬមួយយើងមានលក្ខណៈបែបផែនថាម៉េចថាដូចថាយើងទៅលំហែអារម្មណ៍ពេលដែលយើងឃើញវិញដោយសារយើងនៅលើវានៅឃើញហ្នឹងត្រូវទេទោះយើង ignore មិនក៏វានៅ load notification ឯ load មកដែរបាទមានវិធីសាស្ត្របែបម៉េចដើម្បីឲ្យធ្វើចិត្តឲ្យយើងវារឹងណាកុំឲ្យតែថាពាក្យសម្ដីដែលគេហៅគេខ្ញុំនឹងខ្មែរហៅអីនេះដូចថាពាក្យសម្ដីតាម bully តាម social media ហ្នឹងណាហ្នឹងហើយមកប៉ះពាល់ផ្លូវអារម្មណ៍យើងប៉ះពាល់កន្លែងយើងធ្វើការប៉ះពាល់អីចឹងណាហ្នឹងសម្រាប់ខ្ញុំចេះតាក់ទងជាមួយនឹង negative comment គឺវាតែងតែមានដែរព្រោះយើងធ្វើទៅលើ social media ហ្នឹងណាក៏ប៉ុន្តែខ្ញុំនឹង filter វាថាតើអា comment ដែលគាត់ comment មកហ្នឹងវាត្រូវនឹងអ្វីដែលគាត់និយាយដែរអត់ឧទាហរណ៍ពេលខ្លះមនុស្សយើងអត់ដឹងពីកំហុសខ្លួនឯងទេតើយើងឆ្លោះនឹងមើលកញ្ចក់មិនដឹងថារូបរាងយើងបែបម៉េចចាអញ្ចឹងយើង filter ថា comment ហ្នឹងវាត្រូវមែនអត់កាលណាបើត្រូវយើងយកមក improve របស់ខ្លួនយើងកែកំហុសរបស់យើងទៅហើយបើ comment មួយចំនួនដែលវាអត់ត្រូវជាមួយនឹងយើងសោះហ្មងគឺយើងលុបចោលឬមកក៏ ignore ចោលទៅពេលខ្លះទៅវាជន់គ្នាពេកទៅក៏យើងផ្អាក social media មួយរយៈទៅរំហាយកាយអញ្ចឹងទៅដើរលេងរំហាយកាយត្រឡប់មកវិញយើងមករកអ្វីដែលថ្មីមកចែករំលែកគាត់ទៀតអញ្ចឹងទៅជៀសវាងអត់ផុតទេតាក់ទងជាមួយនឹង negative comment ទោះយើងរស់នៅបច្ចុប្បន្ននេះក៏មាន negative មកយើងដែរយើងគេចអត់ផុតទេអាហ្នឹងប៉ុន្តែគេមានពាក្យមួយថាកាន់តែល្បីកាន់តែមានអ្នកស្អប់កាន់ច្រើនត្រឹមត្រូវហ្នឹងអញ្ចឹងកាន់តែយើងកាន់តែល្បីអ្នកទៅគឺកាន់តែច្រើនយើងឧទាហរណ៍ទៅលើតារាគាត់ល្បីមួយចំនួននៅក្រៅប្រទេសយើងនិយាយតែក្រៅប្រទេសចាអញ្ចឹងគាត់ចង់ទៅក្រៅទៅកន្លែងណាមួយគឺគាត់តុបតែងខ្លួនបិទបាំងអត់ឲ្យគេឃើញទេមានន័យថាមនុស្សយើងជាបុគ្គលមួយដែលគេតាមដានច្រើនកំហុសក៏ច្រើនទៅតាមនឹងដូចគ្នាកាលណាពេលខ្លះយើងអត់គិតថាវាខុសទេក៏ប៉ុន្តែគេមើលមកឃើញថាខុសកាលណាតែគេថតបានបន្តិចគឺទៅហើយចាប់ហើយចាត់ធ្លាប់ដឹងណាព្រោះមាននៅស្រុកក្រៅបើបានជន់មួយហើយគឺជន់តទីបញ្ចប់ហ្នឹងហើយពេលខ្លះពិបាកយើងមិនយើងផ្លូវអារម្មណ៍យើងឲ្យនឹងបាទតយើងព្យាយាមខ្លួនឯងតិចទៅមិនថាគេសូម្បីខ្ញុំរាល់ថ្ងៃមានតាមធំពេលខ្លះដូចថាថ្ងៃហ្នឹងរៀងអីលើសអីតិចតួចណាផាំងមកបាទយើងចង់និយាយថាដូចពេលខ្លះសឹងតែខ្វះអត់មានចំណុចមួយថាវាមិនគួរទៅណាហ្នឹងហើយចូលមកចេះមួយចេះពីរចេះបីខ្ញុំអត់ចង់លើកឧទាហរណ៍ចំហួយទេវាប៉ះពាល់ដែរអញ្ចឹងហ្នឹងហើយចឹងខ្ញុំចង់និយាយថានៅតែមានអ្នកនៅថាទោះយើងរាល់ថ្ងៃដូចគេមិនសល់និយាយថាគេមិនស្គាល់យើងច្រើនទេនៅតែមានអ្នកទីគាត់ចូលមក comment អីតិចតួចពេលខ្លះថ្ងៃមុនខ្ញុំនិយាយឧទាហរណ៍មួយខ្ញុំទៅវត្តវិញថ្ងៃភ្ជុំខ្ញុំធ្វើបន់ទៀនហ៎ខ្ញុំចុចទូរស័ព្ទវា load notification នៅលើទូរស័ព្ទយើង load មកអូសំដីហ្នឹងខ្ញុំថាអញថ្ងៃហ្នឹងទៅវត្តធ្វើបន់ដាច់សើដាច់ទៀនហើយអស់ហើយព្រោះថាយើងនៅមើលអារម្មណ៍ហ្នឹងណាអានេះរឿងពិតហ្មងយើងជិះតាមឡានវា load មកបាទចឹងទៅយើងថាថ្ងៃបន់ថ្ងៃទៀនណាកុំព្រោះនឹងឲ្យទទួលស្គាល់ពេលខ្លះ comment មួយចំនួនវាធ្វើឲ្យយើងឆេវហ្មងខឹងមកឆាវតែសំខាន់លើយើងទប់អារម្មណ៍ខ្លួនឯងសិនសម្រាប់មួយផ្លែតសិនយើងមិនតបតម្លាក់ទូរស័ព្ទចុះសម្រាប់ផ្លែតសិនចាំយើងរកវិធីណាដែលយើងអាចតបទៅបានដោយត្រជាក់ពេលខ្លះអ្នកខ្លះមួយចំនួនខ្ញុំឃើញគាត់តែគេ comment ភ្លាមគាត់ឆេវទៅភ្លាមអញ្ចឹងកំហុសប្រកាន់កំហុសមួយទៀតអញ្ចឹងយើងរក្សាឲ្យត្រជាក់បន្តិចយើងតបបែបត្រជាក់ទៅវិញបាទពិតហ្នឹងហើយចឹងមានវិធីសាស្ត្រយើងបែបលក្ខណៈយើងរៀងទប់ផ្លូវអារម្មណ៍យើងឲ្យនឹងតិចទៅបើសិនជា comment ខ្លះ ignore បានយើង ignore ទៅវាដោយសារពេលខ្លះវាមិនជាកំហុសយើងទេអ្នកទៅនៅតែមានអញ្ចឹងណាហ្នឹងវាជា advice អូខេយល់បាទត្រឹមត្រូវ7 hop លឺពេលដែលទូរស័ព្ទចូលទឹកយើងយកទូរស័ព្ទដាក់ធុងអង្គដើម្បីឲ្យទឹកហ្នឹងដោយឲ្យអង្គហ្នឹងគឺបឺតទឹក
ចេញមកដើម្បីប្រើទូរស័ព្ទបានតែថប់លឺទេត្រូវ ធ្លាប់លឺ តែសេមិនក៏ថាវាត្រូវអត់ព្រោះរាល់ថ្ងៃនេះគឺនៅតែមានអ្នកជឿចឹងគុំថារាល់ថ្ងៃពីមុនទូរស័ព្ទខ្ញុំធ្លាក់ចូលទឹកខ្ញុំយកដាក់ចូលធុងកោទេតែនៅវាត្រូវទេ អាស្រ័យទៅលើការគិតរបស់យើងទេបើថាយើងគិតឲ្យ low sec មែនតើមានន័យថាការដែលចូលទឹកយើងយកទៅដាក់ក្នុងអង្គក៏វាអត់មានន័យដែរវាអត់មានជួយអីយើងបានទេអញ្ចឹងដោយតែខ្ញុំនិយាយមិញហ្នឹងអាស្រ័យទៅលើការគិតរបស់យើងបើតាម basic នៃបច្ចេកវិទ្យាហ្មងគឺអង្គអត់អាចស្រូបទឹកចេញពីក្នុងហ្នឹងមកបានទេវាអត់មានស្អីទៅស្រូបចេញបានទេជំរឿសតាមបច្ចេកវិទ្យាគឺយើងកំសាកថ្មបិទទូរស័ព្ទទៅរកជាងនៅក្បែរខ្លួនយើងឲ្យគាត់សម្អាតទឹកនឹងចេញ សម្អាត បាទ ដោះគ្រឿងចេញ ដោះគ្រឿងសម្អាតទឹកចេញ ចុះ អាហ្នឹងសម្រាប់ទូរស័ព្ទដែលវាអត់មាន waterproof មានន័យថាបច្ចុប្បន្ននេះទូរស័ព្ទណាដែលគាត់មានIP68 ក៏ដោយក៏វាអាចនឹងមានការជ្រៀតទឹកចូលទៅក្នុងដែរជាធម្មតាយើងត្រូវចាំថាទូរស័ព្ទវាមាន water resistant ឬមួយក៏ waterproof ដើម្បីការពារទូរស័ព្ទហ្នឹងក៏ប៉ុន្តែនៅពេលដែលយើងប្រើយូរឆ្នាំអាកាវហ្នឹងវាតែងតែងាប់អញ្ចឹងពេលខ្លះទៅវាមានរុនទូចដែលវាចូលទៅដែលយើងមើលអត់ឃើញក៏វាអាចបង្កជាស្នឹមឬមកក៏ឆ្លងប្រព័ន្ធភ្លើងនៅក្នុងទូរស័ព្ទហ្នឹង ចុះនៅអត់មានអាចមានវិធីសាស្ត្រអីក្រៅពីចូលជាងទៅដល់នេះលក្ខណៈថាអ្នកខ្លះដូចយកម៉ាស៊ីនផ្លុំដើម្បីផ្លុំសង្ងួត បាទ អាហ្នឹងវាត្រូវអត់ វាត្រូវតែគ្រាន់តែបើយើងអត់ធ្វើការដោះសម្អាតទេយើងមើលចំណុចទូចតែវាចូលជាតិចូលទៅក្នុងហ្នឹងអត់ដឹងថាវាចូលទៅតាមណាទេ ទឹកដោះហ្នឹងអត់ខូចគ្រឿងវាអីទេ ជាធម្មតាការដែលគេមានបច្ចេកទេសនៃការដោះគឺវាអត់ប៉ះពាល់ទេនៅពេលដែលគេដោះហើយគេមានអា seal waterproof បិទមកវិញដូចគ្នាបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងវាអាស្រ័យទៅលើយើងទេមានន័យថាបើយើងចូលភ្លាមយើងយកមកផ្លុំគូតសាកផ្លុំអីនៅខាងក្រៅវាជួយមកផ្នែកទូចតែយើងអត់ដឹងថាអាទឹកហ្នឹងវាជ្រៀតចូលទៅខាងក្នុងដែរអត់តែអាហ្នឹងគឺជាវិធីសាស្ត្រមួយដែលយើងអាចដោះស្រាយបានភ្លាមហ្នឹងហើយជៀសវាងយើងទៅដាក់នៅក្នុងអង្គវាអត់មានអីទៅបើទឹកចេញបានទេ តែបើមិនផ្លុំបែប បាទបើយើងផ្លុំបែបខ្យល់ត្រជាក់គុំខ្យល់ក្តៅជាធម្មតាទូរស័ព្ទទៅធ្លាក់ចូលពុកវាចូលទៅតាមរុនមិចរុន speaker រុនគូតសាអីផ្សេងហ្នឹងហើយអញ្ចឹងគឺចន្លោះកន្លែងហ្នឹងគឺពិបាកមែនតើយើងមើលអត់ដឹងទេអញ្ចឹងអ្នកខ្លះគ្រាន់តែចូលទឹកភ្លាមពេលខ្លះគាត់ព្យាយាមចុចអាហ្នឹងក៏វាកតាឲ្យវាឆ្លងភ្លើងហើយពេលខ្លះទៅចូលទឹកទៅគាត់អលាស់គាត់គិតថាវាអស់ទឹកហើយចេញពីគូតសាគាត់ប្រើយកទៅដោតគូតសាគាត់ឆ្លងដូចគ្នា អូខេ ហ្នឹងហើយអា speaker ហ្នឹងក៏ដូចគ្នាដែរ speaker ហ្នឹងពេលខ្លះទៅវាអត់មានអាប្រព័ន្ធwaterproof ហ្នឹងវាអាចចូលជ្រៀតចូលទៅក្នុងអីចឹងណាហ្នឹងហើយអញ្ចឹងយើងពិបាកមើលដែរយើងបើយើងចង់ឲ្យវាល្អហ្មងមានន័យថាយើងទៅជាងដែលគាត់នៅក្បែរខ្លួនយើងទៅយើងព្យាយាមបិទទូរស័ព្ទ ជាងដែលមានទំនុកចិត្ត នៅក្បែរខ្លួនយើងកុំបើកទូរស័ព្ទឲ្យសោះកាលណាតែយើងបើកវាអាចនឹងឆ្លង អូខេ ហ្នឹងហើយទូរស័ព្ទហ្នឹងមាន waterproof ក៏ដោយក៏យើងអត់ទុកចិត្តដែរហ្នឹងហើយ ចាហ្នឹងនិយាយទៅរាល់ថ្ងៃដែលធ្វើពីមុនដាក់តាមគេដាក់ធុងកហ្នឹងគឺអត់ត្រូវទេ វាអត់ត្រូវវាអត់មានចង់និយាយថាបើយើងគិតមួយផ្លែតអូខេជួយបានតែបើថាយើងគិតពីបច្ចេកវិទ្យាហ្មងវាជួយអីអត់បាន អាហ្នឹងតទូរស័ព្ទដែលថាងាប់កាយចុះទូរស័ព្ទថ្មីដែលយើងទិញវាមិនទាន់ងាប់កាយគឺណាយើងត្រូវយកទៅជាងយកទៅដោះដែរ សម្រាប់ខ្ញុំបើលក្ខខណ្ឌចេះបើថាត្រឹមធ្លាក់ចូលមកផ្លុកចេះអត់អីទេទូរស័ព្ទថ្មីឥឡូវវាមានប្រព័ន្ធ IP68 IP69 ការពារទឹកបានអញ្ចឹងយើងយកមកគ្រាន់តែផ្លុំធ្វើម៉េចឲ្យអស់ទឹកខាងក្រៅហើយនៅក្នុងហ្នឹងក៏គេមាន app មួយចំនួនដើម្បីឲ្យ reject ទឹកចេញធាក់ទឹកចេញមកខាងក្រៅក៏មានដែរអាហ្នឹងក៏វាជួយយើងបានមកតង់ដែរបច្ចុប្បន្នហ្នឹងហើយបច្ចុប្បន្នហ្នឹងវាមានស្រួលវាមាន app វាមានវិធីដោះស្រាយនៃការប្រើផ្លុំអីផ្សេងក៏មានដែរ អូខេ ហ្នឹងហើយអាស្រ័យតែយើងមើលដែរថាប្រព័ន្ធការពារទូរស័ព្ទយើងល្អដែរអត់អញ្ចឹងបើត្រឹមចូលមកផ្លុកយើងដកចេញឬមកជីហាភ្លៀងអីយើងអាចធ្វើវិធីសាស្ត្រហ្នឹងបានក៏ប៉ុន្តែបើយើងធ្លាក់លើពី5នាទីទៅ10នាទីហើយគួរតែទៅរកជាងតែ អូខេចាំមានថាបើសិនជាទូរស័ព្ទថ្មី បាទ បើសិនជាក្នុងកម្រិតនៃរយៈពេលខ្លីមិនទឹកវាមិនជ្រៅ បាទ យើងអាចវិធីបដោះអាសន្នបាន បាទ តែបើសិនក្នុងករណីទូរស័ព្ទណាដែលគាត់ប្រើយូរឆ្នាំឬក៏ brand ដែលមួយចំនួនដាក់មានកម្មវិធីនេះទេ បាទ គឺគួរយកទៅជាង បាទ អូខេឥឡូវយើងវែងឆ្ងាយច្រើនហើយឥឡូវខ្ញុំសូមបិទហ្មងទៅចឹងតែមាន tip មួយចំនួនដើម្បីចែកម្លែកដល់ទស្សនិកជនយើងដើម្បីការពារនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាសប្តាហ៍ថ្ងៃនេះ សម្រាប់ខ្ញុំមាន3ចំណុចខ្លីៗទី1នៃការដែលយើងប្រើប្រាស់ទូរស័ព្ទដៃគុំចុច link អីផ្ដេសផ្ដាស់ដែលជា phishing link ដែលធ្វើឲ្យគេអាច hack ចូលទូរស័ព្ទយើងបានឬមួយក៏ផ្ដល់ព័ត៌មានទៅកាន់ពួកគាត់បានដោយងាយស្រួលហើយទី2តកតងជាមួយនឹងការ scan QR code
ក៏គុំ scan អីញ៉ៃៗដែរព្រោះពេលខ្លះក៏គេ phishing ទៅតាម QR code ដែរហើយទី3គឺជាចំណុចចុងក្រោយដែលភាគច្រើនគឺគេអត់ដែរនិយាយពីទូរស័ព្ទដៃមកមានន័យថាទូរស័ព្ទដៃរបស់យើងតែតែយើងប្រើកាមេរ៉ាចាអ្នកខ្លះគាត់ចូល club ចូលកម្មវិធីអីមាន laser មកឆ្វេងឆ្វាច់ពេញហ្នឹងគាត់តែតែឆ្ងល់នៅពេលដែលគាត់ថតឲ្យមានដុំអុចខ្មៅមួយនៅក្នុងកាមេរ៉ាគាត់អូខេអាហ្នឹងគឺជាចំណុចមួយដែលគ្រោះថ្នាក់មែនតើសម្រាប់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃគួរកុំថតប្រច្រាស់ពី laser សោះមានន័យថា laser ហ្នឹងវាអាចធ្វើឲ្យខូចនៃ sensor របស់យើងជាដុំទូចខ្មៅយូរទៅឡើងមកពេញមកហ្នឹងហ្មងខូច sensor ប្រើអត់កើតទេអញ្ចឹងបានមួយចំនួនកន្លងមកមានអ្នកខ្លះគាត់ទៅ complain ទៅលើក្រុមហ៊ុនទូរស័ព្ទវិញថាប្រើឡើងអុចខ្មៅនៅក្នុងកាមេរ៉ាអត់ធានាអីឲ្យគាត់អញ្ចឹងចេះមួយចុះពីរក៏ប៉ុន្តែគាត់អត់ដឹងថាទង្វើហ្នឹងគាត់ធ្វើខុសទេគាត់ថតប្រច្រាស់ laser ហ្នឹងគឺ 100% គឺខូច sensor កាមេរ៉ាតែម្ដងមិនថា sensor កាមេរ៉ាទូរស័ព្ទ digital កាមេរ៉ាធំៗក៏ដូចគ្នាដែរគួរកុំប្រច្រាស់ពី laser សោះអញ្ចឹងសម្រាប់ tip គឺខ្ញុំមាន3ហ្នឹងឯងអូខេអញ្ចឹងអរគុណច្រើន Seven ចាអរហើយអរគុណអ្នកនរគ្នាដែលបានតាមដានរហូតដល់ចប់ដូចគ្នាអញ្ចឹងយើងជួបគ្នានៅ episode ក្រោយទៀតអូខេបាយបាយ